ព្រះសង្ឃបីឆ្កែដូនជីបីឆ្មាមកពីប្រទេសឡាវត្រូវបានគេនិយាយតគ្នាថាឲ្យតែនិមន្តដល់ផ្ទះណាផ្ទះនោះមុខតែជួបគ្រោះចង្រៃមិនខានរឿងរ៉ាវចាប់ផ្ដើមនៅរសៀលថ្ងៃមួយអូលោកអើយនឹងម៉ែជីនិមន្តទៅណាដែរថ្មនេះហើយគួរតែសម្រាប់បន្តិចនិមន្តឆាន់តែឆាន់នំនៅក្នុងផ្ទះកណាសិនទៅនេះគឺជាតាមីចាស់ព្រឹទ្ធាចារ្យដែលគោរពធម៌អានៅក្នុងភូមិមិនគួរឲ្យជឿសោះនៅព្រឹកថ្ងៃស្អែកអ្នកភូមិក៏បានឃើញតាមីបានស្លាប់ទៅជាសាកសពរឹងកំប្រឹងសម្បល់ស្លេកស្លាំងភ្នែកបើកក្រឡែតមាត់ច្រហោដូចស្រែកបានជប់នឹងអ្វីម្យ៉ាងហើយនឹងមិនមានគ្រឿងក្នុងនោះឡើយអ្នកភូមិជឿថានេះគឺជាស្នាដៃរបស់ខ្មោចព្រៃជាខ្មោចដែលអាចសន្ធិដ្ឋចូលរាងកាយមនុស្សរួចស៊ីគ្រឿងក្នុងពោះវៀនពុតាំងបន្ទាប់ពីវាចេញមនុស្សនោះក៏ត្រូវបានស្លាប់នៅសល់តែសម្បករូបរាងកាយដោយមិនមានគ្រឿងក្នុងនោះឡើយធ្វើឲ្យអ្នកភូមិភ័យរន្ធត់គ្រប់គ្នាព្រោះកាលពី20ឆ្នាំមុនក៏មានរឿងរ៉ាវដូចគ្នាកើតឡើងផងដែរថាមានខ្មោចព្រៃសន្ធិដ្ឋនៅក្នុងរូបរាងកាយព្រះសង្ឃ3ឆ្កែខ្មៅហើយនឹងដូនជី3ឆ្មាខ្មៅដែលចាំស៊ីគ្រឿងក្នុងពោះវៀនពុតាំងមនុស្សនៅក្នុងភូមិធ្វើដំណើរកាត់ព្រៃកាត់ទឹកមកពីប្រទេសឡាវឲ្យតែធ្វើដំណើរកាត់ផ្ទះណាផ្ទះនោះតែងតែជួបជាមួយនឹងហេតុអាក្រក់មនុស្សស្លាប់បាត់បង់គ្រឿងក្នុងជាជាមិនខានពិសេសគឺពោះវៀនក្មេងៗតែម្ដងនេះគឺជាផ្ទះរបស់និមលស្ត្រីមេម៉ាយកូនមួយស្នាក់នៅជាមួយកូនប្រុសម្នាក់តែប៉ុណ្ណោះផ្ទះរបស់នាងមាន2ជាន់ខាងក្រោមគឺធ្វើពីស៊ីម៉ង់ខាងលើគឺជាឈើដែលមើលទៅមានសភាពចាស់ទ្រុឌទ្រោមទៅហើយនិមលប្រកបមុខរបរធ្វើនំលក់នាងមានទម្លាប់ក្រោកតាំងពីព្រឹកប្រហៀនដើម្បីដុតនំយកទៅលក់នៅឯផ្សារថ្ងៃនេះក៏ដូចសពមួយដងក្រោយពីដាំទឹកចំហុយនំរួចហើយនិមលក៏ឡើងទៅលើផ្ទះដើម្បីសម្រាកជាកូនរបស់និមលក៏ភ្ញាក់ឡើងដំណើរគ្នាព្រោះឈឺពោះបាត់ជើងតូចវាក៏ងើបឡើងទៅបាត់ជើងតូចនៅក្នុងកន្ថោដែលនិមលបានត្រៀមដាក់នៅលើផ្ទះរួចរាល់ជាស្រេចនំរួចវាក៏ត្រឡប់ត្រៀមមកគេងវិញស្រាប់តែអាតូចវាឮសូរសំឡេងសូត្រមន្តមកពីក្រៅផ្ទះកាត់ការងើយឆ្ងល់វាក៏ទៅអើតមើលតាមប្រឡោះជញ្ជាំងផ្ទះស្រាប់តែឃើញព្រះសង្ឃ3ឆ្កែខ្មៅដូនជី3ឆ្មាខ្មៅដើរកាត់មុខផ្ទះរបស់វាម៉ែខ្ញុំឃើញព្រះសង្ឃហើយនឹងដូនជីដើរកាត់មុខផ្ទះយើងអោហេតុអ្វីថ្ងៃនេះបានជាមានព្រះសង្ឃដើរបិណ្ឌបាតតាំងពីក្បាលព្រលឹមបែបនេះអញ្ចឹងឯងចាំម៉ែនៅលើហ្នឹងហើយម៉ែចុះទៅដាក់បាតសិននិមលមិនបានគិតអ្វីច្រើនទេព្រោះគិតថាព្រះសង្ឃដើរបិណ្ឌបាតធម្មតាចុះទៅដល់ក្រោមផ្ទះស្រាប់តែវ៉ាជួបជាមួយនឹងព្រះសង្ឃកំពុងតែ3ឆ្កែខ្មៅដែលមើលទៅគួរឲ្យខ្លាចខ្លាំងមែនតែនរីឯនៅខាងឆ្វេងដៃក៏មានដូនជីកំពុងតែ3ឆ្មាខ្មៅក្នុងទឹកមុខចម្លែកដូចគ្នានិមលដឹងច្បាស់ណាស់ថានេះមិនមែនជាព្រះសង្ឃនិងដូនជីដែលគង់នៅវត្តក្នុងភូមិរបស់នាងឬភូមិក្បែរនាងនោះឡើយអោលោកតាដូនជីទៅណាមកណាហើយអ្វីបាននិមន្តមកបិណ្ឌបាតតាំងពីព្រឹកព្រលឹមបែបនេះព្រះសង្ឃនិងដូនជីនោះមិនបានឆ្លើយតបនឹងនិមលទេគិតតែពីសម្លឹងទៅលើផ្ទះក្នុងក្រសែភ្នែកដ៏គួរឲ្យព្រឺព្រួចហាក់ដូចជាចង់ឡើងទៅលើផ្ទះជួបនរណាគេម្នាក់ពេលនោះនិមលគិតតែម្យ៉ាងថាប្រហែលជាព្រះសង្ឃហើយនឹងដូនជីពីរូបនេះនិមន្តមកពីទីឆ្ងាយទើបមើលទៅមានអាការៈនឿយហត់នាងក៏សម្រេចចិត្តនិមន្តព្រះសង្ឃហើយនឹងដូនជីនិមន្តមកគង់លើក្រែមុខផ្ទះក្នុងគោលបំណងថ្វាយនំជាចង្ហាន់ពេលព្រឹកលើបែបនេះព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅក៏និមន្តចូលមកអង្គុយនៅលើក្រែនៅក្នុងទឹកមុខនឹងមិននិយាយគ្នាសំបីតែមួយម៉ាត់និមលព្យាយាមនិយាយយ៉ាងណាក៏មិនឆ្លើយតបតែនាងចាប់ផ្ដើមធំក្លិនអ្វីចម្លែក